បាទសួស្តីវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបប្រើប្រាស់ Smart Lock របស់ ZK SL01T 438អូខេអញ្ចឹងសម្រាប់ Smart Lock នេះយើងអាចប្រើជាមួយនឹង app ទូរស័ព្ទដែរបានអញ្ចឹងសម្រាប់ដំបូងយើងអាចមើលតាម user menu នេះបានអញ្ចឹងមិនថាប្រភេទ Smart Lock លេខកូដហ្នឹងឬក៏លេខកូដផ្សេងទេយើងអាចចូល check មើល user menu នៅក្នុង website បាទចឹងសម្រាប់ Smart Lock នេះវាមាន user manual ឲ្យយើងបាទយើងអាចមើលនេះអូខេអញ្ចឹងរបៀបចូលដំបូងគឺយើងចុចលេខ0ហើយនឹងសញ្ញាគ្រីសបាទហើយបើសិនជាយើងត្រូវការ add ទៅលើ app ទូរស័ព្ទដៃយើងអាច activate lock មួយសិនបាទអញ្ចឹងដើម្បី activate lock គឺយើងចុច1 2 3 5 7 8 9ហើយបន្តមកសញ្ញាគ្រីសបាទអាហ្នឹងគឺយើង activate lock ដើម្បីយើង connect ទៅកាន់ app អូខេឥឡូវខ្ញុំ add user direct នៅក្នុង server របស់យើងអញ្ចឹងយើងអាចចូលមើលនៅក្នុងនេះបាទ user menu នេះអាហ្នឹងគឺការប្រើប្រាស់របស់ sao ហ្នឹងបាទអញ្ចឹងដំបូងគឺយើងត្រូវចុចលេខ0ហើយសញ្ញាគ្រីសនៅលើនេះហើយចុចលេខ0មកអញ្ចឹងបន្តមកវាឲ្យយើង register admin អញ្ចឹងយើងដាក់ password admin 6ខ្ទង់បន្តមកយើងដាក់ម្ដងទៀតវាឲ្យយើង confirm អូខេអញ្ចឹងយើង add admin បានហើយអញ្ចឹងយើងបាន admin ហើយអញ្ចឹងតួម្រាមដៃផ្សេង scan ក៏លេងដើរដែរដាក់ password អីផ្សេងក៏លេងដើរដែរដោយសារយើងមាន admin ហើយអូខេអញ្ចឹងយើងដាក់ admin របស់យើងបានលេខ2 6ដងអញ្ចឹងបានអញ្ចឹងបន្តមកទៀតយើងអាច register user ផ្សេងបាននេះអូខេបន្ទាប់ពីយើងមាន admin ហើយយើងចូល register user ផ្សេងទៀតយើងចុចលេខ0គ្រីសបន្តមកយើងដាក់ password admin របស់យើងសិនអូខេអញ្ចឹងយើង add user យើងចុចលេខ1បាទហើយបើយើងចុច add user ធម្មតាចុចលេខ2មួយទៀតអូខេអានេះយើងចុចលេខ1សិនបន្ទាប់ពីយើងចុចលេខ1មិនយើងចុចគ្រីសបន្ទាប់មកយើងចុចលេខ1 add admin ចុចលេខ2 add user ធម្មតាហើយចុចគ្រីសចឹងបើយើងចង់ add finger យើងចុច finger មក scan យើង scan 5 ដងហើយបើយើងចង់ add password ទៀតយើងដាក់ password ទៀតមកអូខេដាក់ម្ដងទៀតអូខេអញ្ចឹងមាន user មកយើង add ទាំង finger យើង add ទាំងបន្ទាប់ពីយើងគ្រីសអញ្ចឹងហើយយើងចង់ add កាតយើងយកកាតមកដាក់មាន user 3ហ្នឹងយើងអាច add ម្ដងទាំង3បានតែយើងមើលថាវា support IC ឬ ID អូខេវា expire ហើយអញ្ចឹងប៉ុណ្ណឹងយើងអាច scan បានហើយអូខេអញ្ចឹងយើង add user បានហើយ